We start Peace for Cambodia is kind of like a movement. We see some video of children that running from school and was afraid. It was terrible to watch, and I was asking them, like, can we do something? I see many initiatives of donation up and around in Phnom Penh. It's amazing. We want to do it by ourselves. So we decide to make this project and say, okay, can we collect the maximum of donation in 1 week, and we go there to the camp the farthest from Siem Reap, who needs the most of donation, and give everything we can. I would say how I feel before leaving. It's a mix of a stress, but not the stress that you might think is a stress of not be able to achieve my mission well. I think the people who was working with me this week, they can see how much I was stressed about this project, because it's probably the biggest project in my life. I was scared to be useless. I was scared that I don't bring enough. So yeah, this is a feeling actually I have. But when I still see what we achieve with our team, I'm very proud. I'm very proud, and without them, nothing can happen. That's why I say it's an initiative, is a movement. It's not about one person that start. It's amazing. អារម្មណ៍រាល់ថ្ងៃនេះខ្ញុំសប្បាយចិត្តដែលសារខ្ញុំឃើញថាបងប្អូនបានចូលរួមច្រើនមែនទែនបានជំនួយច្រើនថៃវិការក៏បានគួរសមដែរហើយចង់ធ្វើឲ្យយើងមានកម្លាំងចិត្តដើម្បីទៅជួយកងជនពិសេសដែរចង់ខ្ញុំរំភើបហើយក៏ខ្ញុំសង្ឃឹមថាអ្វីដែលយើងធ្វើរាល់ថ្ងៃហ្នឹងក៏បានជួយគេច្រើនបាទបើបងសួរខ្ញុំថាខ្ញុំមានអារម្មណ៍មិននៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើប្រមូលមូលនិធិកែបរិច្ចាគបន Peace for Cambodia ខ្ញុំអាចនិយាយបានថាអត់អាចនិយាយបានថាសប្បាយរីករាយបាននៅក្នុងកលៈទេសៈបែបនេះប៉ុន្តែខ្ញុំអាចនិយាយបានថាខ្ញុំអាចឃើញពីភាពសាមគ្គីរបស់ខ្មែរប្រជាជនខ្មែរគឺខ្មែរជួយខ្មែររួបរวมខ្មែរសាមគ្គីខ្ញុំបានឃើញបងជាច្រើនមិនថាពួកគាត់ធ្វើការងារអីប្រាក់ចំណូលប៉ុណ្ណាជីវភាពបែបណាទេប៉ុន្តែគាត់មានការចែករំលែកពេលដែលគាត់ឃើញខាងក្រុមការងាររបស់យើងចែករំលែកថាយើងមានការប្រមូលមូលនិធិការបរិច្ចាគសម្រាប់ជនភៀសសឹកគឺពួកគាត់រីករាយក្នុងការចែករំលែកមិនថាគាត់ធ្វើការអីប្រាក់ចំណូលអីទេប៉ុន្តែគាត់មានការចែករំលែកប្រាក់ចំណូលបានគាត់បន្តិចបន្តួចហ្នឹងណាចូលមកទិញជារបស់សម្ភារៈអ្នកខ្លះគាត់ចែករំលែកថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចហ្នឹងមកចូលដើម្បីជួយទៅកាន់ជនភៀសសឹកMaybe people can ask, are you afraid of this bomb or airstrike or anything like this? Because we go to the orange zone, we say we're all afraid, but the thing is people we help is they live there 24 hours, you know, they live in a fear. So if we can't help them one day, like who gonna help them? So it's a minimum for me. It's a minimum to go there, help them, give them hope. There's many pregnant women, and I can feel like they are much more scared than us. You know, deliver a baby during conflict, not being sure to give a future for a newborn. It's terrifying. So yeah, I'm not afraid of the airstrike itself. I'm scared to fail the mission for the kid. បាទសួររឿងខ្លាំងអត់ខ្ញុំមិនខ្លាចទេដោយសារទីមួយយើងគិតថាពីកងទ័ពចូលមុខគេហ៊ានលះបង់ជីវិតដើម្បីការពារទឹកដីរបស់យើងអញ្ចឹងអ្នកយើងចុះក្រោយហ្នឹងយើងត្រូវធ្វើអីឲ្យអស់សមត្ថភាព
ដើម្បីទៅជួយគេដែរចំបើសិនគឺយើងអាចបានចូលមុខទៅmakeឲ្យយើងមានប្រវត្តិមានក្នុងការចូលរួមជជែកដែរ គំនិតដែលយើងបដិញ្ញាចិត្តថាយើងចង់ជួយជាតិចង់ជួយប្រជាជនហ្នឹងវាមកមុននៃវាធំជាងអញ្ចឹងវាបាត់ទៅអាភាពភ័យខ្លាចហ្នឹងហើយខ្ញុំសង្ឃឹមថាproject មួយថាគម្រោង Peace for Cambodia ហ្នឹងក៏ជាផ្នែកមួយក្នុងការចែករំលែកសារទាំងហ្នឹងទៅកាន់ពិភពលោកឲ្យគាត់បានឃើញថាកុមារកម្ពុជាយើងបានរងផលប៉ះពាល់អីខ្លះនៅក្នុងកំឡុងពេលប៉ះទង្គិចឬក៏ការវាយប្រហារគ្នារវាងជាមួយខ្មែរថៃ មកពីខេត្តដល់មានជ័យនេះគ្រូ បងរត់មកមែនលើកអី 2លើកនេះគ្រូចា ចាស់អាអូនមែនខែ មកខែកន្លះ អូចាំមិនថាទៅមុនហ្នឹងតាំងបងទៅ ចារត់តាំងពីទងន់នេះគ្រូ ពេលហ្នឹងមកផាយបងទៅ ហើយនេះគ្រូពិបាកជិះក៏យន្តឆ្ងាយចា ចាំនេះពេលកាត់មកលើកទី2ហ្នឹង លើកទី មកជួបហេតុការណ៍មិនដឹងបងមកណារត់មក 2ក្រាប់ខ្លាំងភ័យដែរនេះគ្រូច្រើនក៏យន្តច្រើនទៅក៏ខ្លាច បងចេញមកតាំងយប់ទៅខ្ញុំ បើចេញមកពីក្រោកមកពីយប់ប្រហែលម៉ោង4នេះគ្រូចាមានភូមិក៏អីជលិះចេញពីម៉ោង4យប់ ពេលហ្នឹងមានព្រឹកឱកាសហ្មង ចាក៏អនុភូមិដល់5 ពេលមិនជិះមកមិនអារម្មណ៍ ភ័យអារម្មណ៍តែខ្លាចគ្រូ ចាស់ឥឡូវហ្នឹងមិនអារម្មណ៍មិនចង់បានអីខ្ញុំចាប់ ចង់បានឲ្យប្រទេសមានសន្តិភាពវិញចាប់បានត្រឡប់ទៅផ្ទះវិញគ្រូ ចុះទៅខាងមកអូនយំមានអីហ៎ យំដែរអ្នកគ្រូព្រោះថាអង្គុយលើកយន្តអីវ៉ាន់ដាក់អីវ៉ាន់អីទៅចង្អៀតចា ចឹងពេលផ្លាស់ប្ដូរមកនៅចឹងរបៀបដូចយើងភៀសសឹកចឹងណាមកជួបផលពិបាកអីខ្លះ ពិបាកត្រង់ថាយើងខ្វះការចំណីអាហារគ្រូក៏មានថាអត់បានរកចំណូលចូលចាមានតែចំណាយណាមួយបែបថាជាពាក្យធនាគារផងពិបាកអត់បានធ្វើការទៅមានតែចំណាយមានចំណូលចូល ពេលហងថ្ងៃហ្នឹងនៅតែបងឬក៏បងរបៀបគេលើកលែងឲ្យក្នុងពេល មិនទាន់ដឹងតែអ្នកគ្រូកាលពីរត់លើមុនគេពជាឲ្យ3ខែតែតែបងវិចបាន1ខែតែដល់ពេលឡងនេះត្រូវបងតែរត់មកសិនចា ចង់បាននៅហ្នឹងយើងធ្វើអីញ៉ាំខ្លួនឯងឬក៏អញវត្តឬក៏មានអី ធ្វើអីញ៉ាំខ្លួនឯងអ្នកគ្រូចាខាងវត្តក៏ជំនួយបែបជាទឹកសុទ្ធអីខ្លះ បងកូនមែនអ្នកហ្នឹង 3នាក់អ្នកគ្រូ 3ចឹងមកតាំង ចាមកទាំង3នេះបង អាអូនវាមិនឆ្នាំមិន 5ឆ្នាំអ្នកគ្រូ ឆ្នាំ ចា ចូលរៀនហើយណ៎ ចាជុំបតី ពេលចឹងមកចឹងគ្នាពេលមកនេះមានរៀនអីបានបរៀនអី ចាពីម្សិលមិញលោកគ្រូខាងសាលាខាងឃុំស្រែខ្វាវនេះអ្នកគ្រូកាត់មកឲ្យទៅចុះឈ្មោះចូលរៀនចាចា ចឹងពេលហេតុការពេលមានហេតុការពុះអីហ្នឹងអាអូននៅជាមួយឬក៏អូនទៅសាលា អាអូនកាលនៅជាមួយអ្នកគ្រូតែមិនទៅសាលាទេចា ដល់មានជ័យ មិនចូលមានជ័យដល់គ្នាមកនៅទីនេះប្រហែលថ្ងៃដែរ 10ថ្ងៃ 10ថ្ងៃ បាទ 10ថ្ងៃតអស់គ្នាហ្មងមកតអស់គ្នាមែន បាទ ស្គាល់គ្នាមែន ស្គាល់ អូហើយម៉េចបានមកទីនេះ ដោយសារគេបាញ់ ណាគេបាញ់ហ៎ ថៃ ថ្ងៃហ៎ ហើយពេលឃើញគេបាញ់អញ្ចឹងខ្លាចអត់ភ័យអត់ ភ័យគង់រៀននោះលឺក្រាប់ក៏គ្រូឲ្យចេញមក អូកាលហ្នឹងកំពុងទៅរៀន បាទពងគ្រប់ទាំងជាប ហើយលឺគ្រាប់មក បាទ ហើយសម្រាប់ចិត្តរត់ទៅផ្ទះសិនឬទៅណាឬមកទីនេះភ្លាមហ្មង តែទៅផ្ទះសិន ទៅផ្ទះសិនបាញ់យកកៅអៅបាញ់យកអីវ៉ាន់ខ្លះ បាទ ពេលចេញពីផ្ទះអញ្ចឹងចេញពេលយប់ឬពេលថ្ងៃ ពេលយប់ ហើយពេលមកទីនេះអ្វីដែលខ្វះខាតជាងគេដែលនឹកជាងគេអ្វី នឹកផ្ទះ នឹកទេហើយ ចង់ទៅរៀនវិញ នឹកសាលារៀនដែរចង់ទៅរៀនវិញដែរដូចគ្នាដូចគ្នានឹករៀនដែរហើយវ៉ាន់យ៉ាងហ្នឹងអ្វីដែលចង់បានខ្លាំងជាងគេគឺអីគេ ចង់បានកតាបរៀនសិភៅរៀន
សំភើរៀននេះ បាទ តែលើដូចបានដែរបានសំភើរៀនខ្លះដែរបាននេះបានតអស់គ្នាហេ បាទ ហើយខ្លួនឯងគិតមិនពេលឃើញពូថៃវាបាញ់យើងអញ្ចឹងមានអារម្មណ៍មិនហើយគិតថា ភ័យខ្លាចបាញ់ផ្សេងពុលមក បាញ់ផ្សៃពល បាទ ហើយគិតថាអ្វីដែលគាត់ធ្វើហ្នឹងវាមិនវា វាខុស វាខុសណា បាទ យើងអាចបានចង់បានអីហើយគេមកឆ្លៀនពីនេះអញ្ចឹង វាអត់សមចង់និយាយរឿងអីទេចង់ឲ្យតែបងភូមិសន្តិភាព បាទចង់អ្វីដែលចង់បានក្រំជាងគេគឺសន្តិភាព បាទ ចង់និយាយបងស្រីបងស្រីមកដល់ទីនេះបានប្រហែលថ្ងៃដែរ ថ្ងៃទី9 ថ្ងៃទី9 ចា ហើយមកពីខេត្តណាដែរ ខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ ចា ចង់បងស្រីសូមជួយរៀបរាប់ថាម៉េចយើងសម្រាប់ចិត្តថាយើងត្រូវចេញពីផ្ទះ អ្នកសង្គ្រាមបងក៏ខ្លាចក៏រត់មូហើយគ្រប អាក្របមិនតែកាលនោះយើងនៅផ្ទះហើយយើងលឺក្របឬយើងចេះស្ដាយក្របមកចិត្តផ្ទះឬ គ្របមកជិតផ្ទះក៏ភីភេទក៏នឹងបងប្អូនយាយតារត់មូខ្លាច ខ្លាចចង់សម្រាប់ចិត្តថាចេញតង់យប់តង់ថ្ងៃ ចេញព្រឹក ចេញ ចា ពេលព្រឹក ចាពីព្រឹកមកពេលមក4 បាទហើយឥឡូវខ្ញុំឃើញបងស្រីព្រោះមានកូនមួយចង់បានប្រហែលខែដែរ 9 ខែ គ្រប់9ខែចង់មានថាចិត្តសម្រាប់កូនហើយ ចា ចង់បងស្រីបច្ចុប្បន្នហ្នឹងមកនេះបារម្ភមេគេច្រើនជាងគេ ពីបងបារម្ភនឹងគ្របផងនេះបារម្ភណានេះផង ច្រើន ចា ហើយមកម្នាក់ឯងឬមកជាមួយគ្រួសារ គ្រួសារមួយភ្នាក់គ្រួសារចា ហើយមានណាគេក្នុងគ្រួសារបងស្រីដែលកំពុងតែហ៊ានចូលមុខឯឬ មានក្មួយមានប្អូន មានបងអូន ចាប្អូនជីដូនមួយជួមមុខ ហើយបងស្រីមានអ្វីមួយដែលចង់ប្រាប់ថាប្រជាជនខ្មែរឬបរទេសសុំអីដោយមានពាក្យពីរគេចង់ប្រាប់គេ ចង់បានសន្តិភាពបងបានសន្តិភាពឡប់ទៅវិញចាបានឆាប់បានឡប់ទៅស្រុកខ្ញុំវិញដូចចេះណាស់ខ្លាចមកចូលផ្ទះចូលសំបែងយូរចា ចាំមានថាវ៉ាន់ថ្ងៃហ្នឹងផ្ទះឥឡូវទុកចោលមកមានអាគេមើលអីហើយ ចូលគូភ្ញៀវនឹងបងគូក្បីភ្ញៀវនឹងបងទៅ គូនឹងក្របីភ្ញៀវ ចា ចាំមានថាគាត់នៅម្នាក់ឯងនៅនោះ បងនំនេះឯង ហើយបានតំណតំណងជាមួយគាត់ទេ ចាអ្នកតំណងរត់ថ្ងៃនេះ យើងបានជួយក្នុងផ្នែកទូចមួយទៅ make ឲ្យជួនពីសឹកមានស្នាមញញឹមហើយមានពីកកដៅហើយខ្ញុំសង្ឃឹមថាបញ្ញទៅខ្ញុំសង្ឃឹមថាគេលេងទៅការយើងហ្មងបើសិនគេលេងទៅការយើងមានថាវាសង្គ្រាមវាចប់ហើយមានថាវាសុខខ្មែរបានទទួលសន្តិភាពប៉ុន្តែចាស់ដែរបើសិនសង្គ្រាមនៅទៅបន្តគឺពួកយើងនៅទៅព្យាយាមឲ្យទៅមុខព្យាយាមរកថវិកាហើយជំនួយកាន់តែច្រើនដើម្បីជួយពួកគាត់ Two feeling like I experienced coming to this camp of refugee is very complex. It's a mix of sadness and joy. The sadness because when you see the condition, when you see how they live daily, they are scared, but they don't have choice. When we bring them a toy, their joy, I can't describe it. They all like running, like screaming, they don't believe. And this is a feeling of when I say sad and joyful. One very hard moment, it was a mother. She was pregnant, she got a kid, and her husband is in a war, in a front line. And I can't imagine how is it to be like pregnant
to have fear for your husband. Maybe you will lose your husband, and maybe you have a baby. I can't believe how it was difficult for her. I just want to say, like, let's not give up. Don't give up, just keep fighting, and the donation is never enough. Please don't forget them. Don't forget Cambodia. Don't forget they are human, like all victims, and the hope starts with you. សម្រាប់ចំណាប់អារម្មណ៍ហ្មងមុននឹងម៉ែវហ្នឹងគិតថាខ្លាចអាចគិតថាម៉ែវនៅភាពភ័យខ្លាចហើយមកជួបពួកគាត់អាចនឹងមានអារម្មណ៍ emotional ទេអាចយកមកចឹងដល់ពេលមកជាក់ស្ដែងឃើញស្នាមញញឹមបិណ្ឌកុមារដែលយើងរៀបចំសម្ភារៈសិក្សារបស់លេងសម្រាប់ពួកគាត់ចឹងណាដំបូងគិតថាអូតិចតិចអត់គ្រប់សម្រាប់ពួកគាត់តែពេលមកជាក់ស្ដែងមកឃើញពួកគាត់បានរបស់ហ្នឹងហើយគាត់ម៉ែវញញឹមហ្មងឃើញវីដេអូអូនជីសេះលេងរបស់ក្មេងលេងមានរូបឡានអីចឹងទៅអារម្មណ៍ខ្លាចហ្នឹងគឺបាត់អស់ហើយដល់ពេលដែលម៉ែវហ្នឹងនិយាយជាមួយនឹងអ៊ំពូមីងគាត់មានក្តីសង្ឃឹមគាត់បង្ហាញឲ្យយើងឃើញពីអាលុយក្តីសង្ឃឹមថាអូមានគេមកជួយគាត់ហើយគាត់អាចមកនិយាយប្រាប់ទុកសោកបិណ្ឌគាត់ចែករំលែកអារម្មណ៍ដែលគាត់គិតថាអូបបាចង់និយាយអាហ្នឹងចង់ចែករំលែករឿងទាំងអស់ហ្នឹងទៅកាន់ពិភពលោកឬក៏ទៅកាន់អ្នកឲ្យក្រៅឲ្យបានឃើញអញ្ចឹងណាពេលអញ្ចឹងទៅបានពេលដែលមកហ្នឹងទៅមានអារម្មណ៍ថាខ្លួនឯងគឺជាផ្នែកមួយក្នុងការនាំសារសម្លេងបានពួកគាត់ដែលគាត់ចង់ចែករំលែកទុកសោកក្តីសង្ឃឹមអ្វីដែលគាត់ចង់បានហ្នឹងទៅកាន់ពិភពលោកអញ្ចឹងមានអារម្មណ៍ថាខ្លួនឯងក៏ជាចំណែកមួយដែរដែលអាចធ្វើអ្វីជួយពួកគាត់បានហើយសង្ឃឹមថាបន្ទាប់ពីវីដេអូនេះឬក៏ព័ត៌មានជាច្រើននឹងបានចែករំលែកចេញទៅធ្វើឲ្យពួកគាត់នឹងអាចត្រឡប់ទៅផ្ទះវិញបាននៅក្នុងពេលឆាប់ៗហើយអាចនឹងនាំនូវសន្តិភាពមកជូនពួកគាត់បានឆាប់ៗខាងមុខ និយាយទៅថ្ងៃនោះពេលខ្ញុំមកដល់ចេះស្ដីគឺខ្ញុំពិបាកទូបអារម្មណ៍ខ្ញុំបានជួបយាយម្នាក់ហើយក៏គាត់បានបកពាក្យមួយតែគាត់ថាគាត់ចាស់ហើយក៏គាត់ឆ្លងកាត់សង្គ្រាមច្រើនហើយគាត់ស្គាល់រសជាតិគ្រាប់បែកប៉ុន្តែឥឡូវគាត់បារម្ភដល់សារឥឡូវដល់វេនពួកក្មេងៗដែលធម្មតាធ្វើរៀនឥឡូវចប់សិក្សាហើយឥឡូវពូនគាត់ដឹងពីក្របបែកហើយគាត់ថាអនាគតចរចារបស់គាត់ដូចខ្ញុំនិយាយចឹងថ្ងៃនេះខ្ញុំសប្បាយចិត្តពីការងារដែលយើងបានធ្វើជាមួយក្រុមការងារហើយខ្ញុំសង្ឃឹមថាវាមិនទៅការយើងទៀតទេវាបាននិយាយចឹងតែខ្ញុំសង្ឃឹមថាយើងអត់ទៅការមកជួយម្ដងទៀតហើយសង្គមខ្មែរបានទទួលសន្តិភាពបាទ I want to thank all of you, but first, of course, donator, because nothing happened without donator. What you did is crazy. At the beginning, we was planning to do only donation material, but many people contact us about the money. We was very scared that people see us collecting money. So we try to be the most transparent with a Telegram channel to share everything we buy, who give. So. Thank you guys because it's helped us to really buy what is necessary and after I want to thank donator who give a lot of clothes, a lot of food, a lot of material for kids, and I want to thanks also the company that help us. There is many company for the video material, of course, for the place, factory, for the place, the location they allow us. For people who help to pack, I'm thinking of one girl, she will recognize herself that she's a leader of packing stuff. She's a queen, she do everything so good. I'm so bad at packing stuff, so she really helped us on that. I want to thank also you guys that watching this documentary. I want to thank you guys because even if you are 1,000 kilometers from here, you can do something to help us.
It's not need to be a money, but sharing, comment, like. If we can spread it, it's the best things for them, of course, because we plan to come back there with much more. So this is the reason of this documentary, See the Truth. And the last thing is I want to thank B and Lip and Derek because without them we don't have any reason to start. B, she's the one who managed all the kind of organization. She helped me a lot, bargain. She do crazy thing communication. Derek, he's kind of the influencer. And on my side, I'm trying to help a bit everywhere, what I can do. But without them, there is no peace for Cambodia. ឃើញជួបពូឲ្យឆាប់ទៅខ្ញុំចង់បានណាចង់ស្ដាប់ច្រើនបានជាងអីទាំងអស់ចាបានជាងអីទាំងអស់ដោយសារផ្ទះសម្បែងចូលយូរផ្ទះវិញបានណា